បាទសម័យនេះគឺការ sharing ដែលគេហៅថាការចែកម្លែកព័ត៌មានរវាង system មួយទៅកាន់ system មួយផ្សេងទៀតគឺជារឿងចាំបាច់ហើយស្ថិតក្នុងទម្រង់ផ្សេងគ្នាដូចជាឧបករណ៍ផ្សេងគ្នាគេហៅ different device ហ្នឹងឬមួយក៏កម្មវិធីផ្សេងគ្នាបាទ different application ហ្នឹងហើយតើការចែកម្លែកបែបហ្នឹងវា work របៀបម៉េចអញ្ចឹងតោះមកខ្ញុំបញ្យល់បងប្អូនគ្នាចឹងដើម្បីឲ្យ system 2ក៏ច្រើនអាចចែកម្លែកព័ត៌មានគ្នាទៅបានគឺយើងមើលទៅខាងក្នុងខាងបច្ចេកទេសបាទគឺគេមាន application programming interface ដែលយើងហៅថា API បាទអញ្ចឹងអ្វីទៅជា API អញ្ចឹងមានសំណួរច្រើនដែលសួរមកខ្ញុំហើយក៏មាន definition ច្រើនណាស់ដែលអ្នកនរអាច research បានអញ្ចឹងណាអញ្ចឹងពីខ្ញុំអាចឲ្យជា definition ដោយខ្លីថា API ពាក្យពេញគឺ application programming interface ហ្នឹងវាជាការកំណត់ក្បួនច្បាប់ជាក់លាក់ដែលគេហៅថា specific rule ណាដើម្បីឲ្យ system ពីរផ្សេងគ្នាអាចតាក់ទងគ្នាបានបាទដែលខ្ញុំនិយាយពីខាងដើមថាអាចចែករំលែកព័ត៌មានគ្នាឬក៏អាចចែករំលែកទិន្នន័យគ្នាអីចឹងណា